សកម្មភាពរបស់ខ្ញុំខ្លះៗនៅក្នុង event កំបោរ3000ថ្ងៃទី1ដែលគេធ្វើនៅទីក្រុងភ្នំពេញ Hello សួស្តីអ្នកនរគ្នាខ្ញុំគីមជីចាថ្ងៃនេះគឺជាថ្ងៃចេញធ្វើ vlog លើកទី1តែម្ដងចាហើយបើគាត់ដំបូងមកនេះគឺខ្ញុំមានក្រុមការងារព្រោះដោយសារតែថ្ងៃនេះខ្ញុំមកចូលរួមកម្មវិធីកំបោរនេះគឺក្នុងនាមជា content creator ម្នាក់ដោយសារតែខ្ញុំមកធ្វើការអញ្ចឹងខ្ញុំត្រូវមកទីតាំងរៀងលឿនបន្តិចដើម្បីមើលទីតាំងទុកមុនហើយពេលដែលខ្ញុំមកនេះក៏អត់សូវមានឡានច្រើនបានដែរពួកគាត់ទៅតែចាប់ផ្ដើមមកបដាខ្លះទេពេលនេះដល់ពេលដែលខ្ញុំត្រូវថតវីដេអូហើយពេលហ្នឹងគឺខ្ញុំត្រូវបើកទ្វារឡានដើម្បីចូលទៅអង្គុយសម្ភាសជាមួយម្ចាស់ឡានប៉ុន្តែគឺខ្ញុំបើកឡានទ្វារឡានហ្នឹងអត់ចេញទេគឺវាធ្ងន់មែនតែខ្ញុំស្មានថាខ្ញុំអាចបើកដៃមកចាហៀងបានចឹងណាប៉ុន្តែគឺខុសពីការគិតផងខ្ញុំគឺត្រូវតែប្រើដៃពីរទៅខ្ញុំអាចបើកឡានទ្វារឡានហ្នឹងរួចបើកចេញវ៉ាវចាបន្ទាប់ពីខ្ញុំបានបើកទ្វារឡានបានជោគជ័យហើយខ្ញុំក៏បានចូលទៅអង្គុយដើម្បីសម្ភាសបងម្ចាស់ឡានឲ្យគាត់និយាយពីលក្ខណៈពិសេសរបស់ឡានរបស់គាត់បន្ទាប់ពីធ្វើការសម្ភាសហើយខ្ញុំក៏បានមកឈររងចាំដើម្បីមើលក្បួនឡានស៊េរីទំនើបដែលគាត់បានមកពីបាវិតផងដែរបន្ទាប់ពីមើលហើយខ្ញុំក៏ចាប់ផ្ដើមដើរថតវីដេអូបន្តទៀតប៉ុន្តែចៃដន្យបានជួបឯកដល់ហ្វាសេហើយនិងគ្រីស្ទីណាបានចូលក៏ប៉ុណ្ណេះហើយខ្ញុំក៏ឆ្លៀតសុំគាត់ថតដើម្បីដាក់ចូលក្នុងវីដេអូផងដែរចាំបើចូលដល់ប្លង់កន្លែងនេះវិញខ្ញុំកំពុងតែត្រូវថតកាច់រឿងដើម្បីឲ្យកាមេរ៉ាមែនថតទេប៉ុន្តែលឺភ្លេងអត់បានហ្មងសិតឈឺធំបន្តិចទៀតបានធ្វើការតតែភ្លេងពេលហ្នឹងគឺព្រោះមែនអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចស្ដាប់ភ្លេងនិងមើលសកម្មភាពខ្ញុំថតជាមួយឡានបានហើយមកដល់ពេលរៀងលេងបន្តិចគឺមានបងប្អូនប្រជាជនយើងជាច្រើនរួមទាំងខ្ញុំផងដែរកំពុងតែឈររងចាំ founder កំបោរ3000និង YouTuber ល្បីៗជាពិសេសគឺ iSoSpeed ចាបើដល់វគ្គកន្លែងនេះវិញខ្ញុំខំបើកភ្នែកធំចាំមើលស្មានតែឡាន founder ឬក៏ឡាន YouTuber គាត់បានមកដល់ចឹងណាប៉ុន្តែមានការរៀងអស់សម្រាប់បន្តិចគឺតាមពិតគឺឡានបងខាងប៉ូលីសគាត់ជួយបើកផ្លូវខាងមុខដើម្បីឲ្យឡាន YouTuber ឬក៏តារាល្បីៗគាត់មកតាមក្រោយហើយក្រោយមកបាទខ្ញុំបានឃើញឡានស៊េរីទំនើប YouTuber ល្បីឬក៏អ្នកមាន billionaire ស្រុកគេប៉ុន្តែខ្ញុំអត់បានឃើញ founder ប៉ុន្តែយើងអាចមើលឡានពួកគាត់នេះក៏ស្អាតដែរហើយស៊េរីទំនើបផ្លែកភ្នែកមែនតែនពួកគាត់ក៏មានជាការលេងចាប់ដៃទះដៃលេងបានប៉ះតិចដែរបានលេងសប្បាយជាមួយប្រជាជនខ្មែរយើងដែរចាដោយសារតែការរងចាំរៀងយូរដែរនៅក្រៅមុនហ្នឹងខ្ញុំអត់ទាន់ឃើញidol យើង iSoSpeed គាត់មកទេអញ្ចឹងខ្ញុំក៏បានបដូរទីតាំងមកឈររងចាំនៅខាងក្នុងវិញព្រោះខ្ញុំបដូរទីតាំងមកខាងក្នុងនេះមួយយ៉ាងដែរអត់សូវហប់ខ្យល់ដូចនៅខាងក្រៅអញ្ចឹងណាមួយយើងបាននៅចិត្តឆាបានស្ដាប់ពិធីករគាត់បាននិយាយព័ត៌មានអីពាក់ព័ន្ធនឹងការធ្វើដំណើររបស់ idol របស់យើងអញ្ចឹងហើយនឹង founderតែអ្វីដែលជាពិសេសមួយទៀតហ្នឹងគឺបានស្ដាប់ចម្រៀង DJ ព្រោះហើយក៏អាចឈរហមបដាដើម្បីចាំពួកគាត់ដែរ Hey, should we take it to London? How can I be homophobic? Hitman in a top try, see a man topless, even this game. Let's go. Hugging my brothers and say that I love them, but I don't swing that way. Okay. The man them celebrate Eid, the trap still running on Christmas Day. Want it behind because it's something that is on. It's on my mind. Let's go. ចាបន្ទាប់ពីការឈររំ EDM មួយឆ្អែតហើយខ្ញុំនៅតែអត់ឃើញ idol ខ្ញុំមកទៀតប៉ុន្តែខ្ញុំបានឃើញ founder កំបោរ3000រួចហើយគាត់បានឡើងលើឆាកនិយាយអញ្ចឹងណាអញ្ចឹងខ្ញុំក៏យប់ដែរហើយខ្ញុំក៏សម្រេចចិត្តទៅផ្ទះអញ្ចឹង vlog នេះគឺត្រឹមប៉ុណ្ណឹងបាយបាយ